មន្ត្រីកម្ពុជាតបអាកាសអាមេរិកប្រចាំតំបន់មជ្ឈមបូព៌ាបានឲ្យដឹងថាកាលពីថ្ងៃអាទិត្យយន្តហោះទម្លាក់គ្រាប់បែក BH-2 របស់អាមេរិកហោះកាត់តំបន់មជ្ឈមបូព៌ាចំពេលមានភាពតានតឹងកម្រិតខ្ពស់រវាងទីក្រុង Washington និងទីក្រុងតេហេរ៉ង់ យោធាសហរដ្ឋអាមេរិកបានឲ្យដឹងនៅថ្ងៃច័ន្ទទី 5 ខែកញ្ញានេះថាខ្លួនបានហោះហើរយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែរចំនួន 2 គ្រឿងទៅកាន់តំបន់មជ្ឈមបូព៌ានៅក្នុងការបង្ហាញកម្លាំងរបស់ខ្លួនដែលជាបេសកកម្មចុងក្រោយបង្អស់នៅក្នុងតំបន់ការហោះហើរយន្តហោះចម្បាំងទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកនេះបានកាត់ឡើងចំពេលមានភាពតានតឹងកម្រិតខ្ពស់រវាងទីក្រុង Washington និងទីក្រុងតេហេរ៉ង់យន្តហោះទម្លាក់គ្រាប់បែកនោះបានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅ Air Force ប្រទេសអង់គ្លេសហើយបានហោះពីលើសមុទ្រមេឌីទែរ៉ាណេភាគខាងកើតឧបទ្វីបអារ៉ាប់និងសមុទ្រក្រហមកាលពីថ្ងៃអាទិត្យនៅក្នុងបេសកកម្មវឹកវើរួមគ្នាជាមួយយន្តហោះចម្បាំងគុយវ៉ែតនិងអារ៉ាប៊ីសាអូឌីតមុនពេលចាក់ចេញពីតំបន់បើតាមឧត្តមសេនីយ៍ Alexus Grynkewich មន្ត្រីកម្ពុជាទ័ពអាកាសអាមេរិកប្រចាំតំបន់មជ្ឈមបូព៌ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបេសកកម្មបែបនេះគឺបង្ហាញពីសមត្ថភាពរបស់ពួកយើងក្នុងការរួមកម្លាំងគ្នាដើម្បីរារាំងសត្រូវហើយបើចាំបាច់យើងនឹងកម្ចាត់សត្រូវរបស់យើងទោះបីជាទីបញ្ជាការកណ្ដាលរបស់យោធាអាមេរិកមិនបានលើកឡើងពីប្រទេសអ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក៏ដោយប៉ុន្តែគួរឲ្យកត់សម្គាល់ដែរថាទីក្រុង Washington បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់នោះជាញឹកញាប់ខណៈដែលទំនាក់ទំនងកំពុងមានភាពប្រេះស្រាំបានកាត់ឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់គួររំលឹកថាការសម្រេចចិត្តរបស់អតីតប្រធានាធិបតី Donald Trump ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់របស់ទីក្រុងតេហេរ៉ង់ដែលជាមហាអំណាចពិភពលោកបានបង្កឲ្យមានឧបទ្ទហេតុកើនឡើងជាបន្តបន្ទាប់នៅក្នុងតំបន់ជុំវិញបញ្ហានេះអ្នកចរចារបស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅទីក្រុងវីយ៉ែនបាននឹងកំពុងព្យាយាមស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 ដែលបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិបើទោះបីជាអ្នកកាត់ទូតជជែកគ្នាយ៉ាងតឹងសរសៃកជុំវិញកិច្ចខិតខំប្រឹងប្រែងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឲ្យរស់ឡើងវិញក៏ដោយកងទ័ពជើងទឹកអ៊ីរ៉ង់បានរឹបអូសយន្តហោះគ្មានមនុស្សបើករបស់អាមេរិកចំនួន 2 គ្រឿងនៅក្នុងសមុទ្រក្រហមកាលពីសប្តាហ៍មុនប៉ុន្តែទេសនិកជននៅពេលនេះបញ្ហាគឺនៅតែបន្តកើតមានច្រើនដោយសារតែសង្គ្រាមបានអូសបន្លាយជាងកន្លះឆ្នាំទៅហើយមិនទាន់បញ្ចប់ទេនិយាយអំពីវិមានគ្រាមឡាំងវិញអ្នកនាំពាក្យរបស់វិមានគ្រាមឡាំងបានលើកឡើងថារហូតមកដល់ពេលនេះរុស្ស៊ីនៅតែត្រៀមខ្លួនរួចរាល់ជានិច្ចសម្រាប់ការចរចាដែលអាចកើតមានឡើងជាមួយនឹងអ៊ុយក្រែនប៉ុន្តែរុស្ស៊ីនៅតែលើកឡើងថាការចង់បានរបស់រុស្ស៊ីដែលឲ្យអ៊ុយក្រែនត្រូវតែបំពេញតាមកន្លងមកនោះនៅតែជារបៀបវារៈសំខាន់ដដែលទេអ្នកនាំពាក្យវិមានគ្រាមឡាំងលោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃអាទិត្យនៅក្នុងកម្មវិធីទូរទស្សន៍ថាទីក្រុងមូស្គូនៅតែត្រៀមខ្លួនជានិច្ចក្នុងការចូលរួមចរចាជាមួយទីក្រុងគៀវប៉ុន្តែការបំពេញតាមការទាមទាររបស់រុស្ស៊ីនឹងនៅតែជាប្រធានបទសំខាន់តែមួយគត់លើរបៀបវារៈនេះនៅពេលសួរថាតើរុស្ស៊ីអាចនឹងមានការពិភាក្សាណាមួយជាមួយនឹងប្រធានាធិបតី Volodymyr Zelensky ទេលោក Peskov បានឆ្លើយថាមែនហើយយើងអាចចរចាយើងអាចចរចាថាត្រូវធ្វើបែបណាដើម្បីបំពេញបានតាមការទាមទាររបស់យើងលោក Zelensky កាលពីពេលថ្មីនេះបានគម្រាមបោះបង់ចោលនៅគំនិតនៃការជួបចរចាជាមួយទីក្រុងមូស្គូទៅលើចំនួននៃឱកាសកាលពីចុងខែសីហាកន្លងទៅលោកបានលើកឡើងពីតុលាការពិសេសសម្រាប់ចំនួនករណីនៃការប្រព្រឹត្តបទឧក្រិដ្ឋរបស់កងវរសេនាធំអាហ្សូវនៅក្នុងសាធារណរដ្ឋប្រជាមានិតដូណេតស្ថិតនៅក្នុងចំណោមបន្ទាត់ក្រហមជាច្រើនដែលនឹងមិនអាចឲ្យមានការចរចាកើតឡើងវិញបានភាគីទាំងពីរពុំបានចូលតុចរចាទេចាប់តាំងពីជួបគ្នានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីកាលពីចុងខែមីនាទីក្រុងមូស្គូធ្លាប់មានសោកទិដ្ឋិនិយមអំពីការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែក្រោយមកបានចោទប្រកាន់ទីក្រុងគៀវពីបទបំផ្លាញការចរចាក្រមត្រីរុស្ស៊ីបានព្រមានធ្ងន់ធ្ងរថាការទាមទាររបស់ពួកគេនឹងមានកាន់តែច្រើនទៀតប្រសិនបើមានការចរចាឡើងវិញនោះអ្នកនាំពាក្យវិមានគ្រាមឡាំងដដែលបានលើកឡើងថាទោះជាយ៉ាងណានៅទីបំផុត
ប្រទេសរុស្ស៊ីនិងលោកខាងលិចនឹងមានកិច្ចព្រមព្រៀងជាមួយគ្នាកើតឡើងកាន់តែពិស្ដារជុំវិញរឿងនេះយើងមានការជួបបន្ថែមពីលោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិមួយរូបទៀតរបស់ទូរទស្សន៍ព័ត៌មាន BTV លោករីណាអ្នកនាំពាក្យមានគ្រាមឡើងបានលើកឡើងថានីតិបំផុតនឹងមានកិច្ចព្រមព្រៀងកើតឡើងរវាងរុស្ស៊ីនិងលោកខាងលិចតើកិច្ចព្រមព្រៀងដែលលើកឡើងនេះគឺសំដៅទៅលើកិច្ចព្រមព្រៀងយ៉ាងណាទៅវិញបាទដោយសារតែបច្ចុប្បន្ននេះគឺខាងលោកខាងលិចនិងខាងរុស្ស៊ីគឺមានការខ្វែងគំនិតគ្នាច្រើនដែលក្នុងនោះគឺបញ្ហាថ្មីដែលត្រូវបង្កើតឡើងគឺខាងរុស្ស៊ីបានចោទប្រកាន់ក៏ដូចជាទម្លាក់កំហុសទៅលើអ្វីដែលកំពុងកើតមានដូចជាវិបត្តិធម្មពលអតិផរណានិងការកាត់ផ្តាច់ការផ្គត់ផ្គង់ជាដើមដោយសារតែការសម្រេចចិត្តរបស់ក្រមអ្នកនយោបាយលោកខាងលិចហ្នឹងគឺជាការសម្រេចចិត្តខុសឆ្គងដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រុស្ស៊ីចឹងទេដើម្បីឲ្យផលប្រយោជន៍នោះវាអាចកើតឡើងវិញមានន័យថាបើប្រភពធម្មពលអាចផ្គត់ផ្គង់បានវិញតាមរយៈការចរចាគឺរុស្ស៊ីត្រូវផ្អែកទៅលើផលប្រយោជន៍របស់ខ្លួនទើបអាចចរចាបានលោកឌីមទីពេស្កូវបានលើកឡើងថាការចរចាហ្នឹងវាមិនមែនអាចកើតឡើងភ្លាមទេគឺអាចនឹងកើតឡើងនៅពេលខាងមុខកាលណាមានបញ្ហាប្រឈមគឺបញ្ហាប្រឈមនោះឯងត្រូវដោះស្រាយតាមរយៈការចរចាក៏ប៉ុន្តែការចរចាពេលនេះគឺមិនទាន់កើតមានទេដូចជាការផ្គត់ផ្គង់ធម្មពលជាដើមមិនអាចកើតមានទេបើមិនជាការចរចាអាចកើតមានបានលុះត្រាតែរក្សាផលប្រយោជន៍របស់រុស្ស៊ីបានទើបរុស្ស៊ីព្រមចរចានេះគឺខាងមានកម្លាំងបានលើកហើយក៏បានលើកជាឧទាហរណ៍ដូចជាប្រទេសអាល្លឺម៉ង់អញ្ចឹងមានការសម្រេចចិត្តខុសឆ្គងដោយការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនយកមកវាយជាមួយទាហានរុស្ស៊ីអញ្ចឹងហើយដាក់ការស្ដីបន្ទោសថារុស្ស៊ីបានយកការផ្គត់ផ្គង់ឧស្ម័ននឹងជាអាវុធការពិតគឺមកពីការសម្រេចចិត្តរបស់ក្រុមអ្នកនយោបាយលោកខាងលិចដែលដាក់ទណ្ឌកម្មដល់រុស្ស៊ីតែធ្វើឲ្យរុស្ស៊ីមានការលំបាកមានការខ្វះខាតបច្ចេកទេសក្នុងការជួសជុលនៅឧបករណ៍ដែលបានទិញពីលោកខាងលិចមកផ្គត់ផ្គង់ដល់ក្រុមហ៊ុន Gazprom របស់រដ្ឋហ្នឹងគឺឲ្យបង្ហូរបំពង់ឧស្ម័នទៅកាន់អឺរ៉ុបក៏ប៉ុន្តែនៅពេលដែលឧបករណ៍ហ្នឹងវាខូចខាតបែរជាក្រុមអ្នកនយោបាយលោកខាងលិចមិនឲ្យមកជួសជុលមិនទទួលយកសេវាជួសជុលនៅឧបករណ៍ដែលខ្លួនផ្ដល់ឲ្យដូច្នេះការចរចានៅពេលណាមួយដែលអាចកើតឡើងបាននោះគឺត្រូវតែគិតអំពីផលប្រយោជន៍រុស្ស៊ីដូចជាក្រុមលោកខាងលិចជួយអ៊ុយក្រែនហើយឲ្យប្រឆាំងជាមួយរុស្ស៊ីអញ្ចឹងគឺវាជាការប្រឆាំងជាមួយនឹងផលប្រយោជន៍របស់រុស្ស៊ីដូច្នេះការចរចានឹងវាអាចនឹងកើតបានឲ្យតែមានវិបត្តិកើតឡើងហើយនឹងអាចដោះស្រាយបានប៉ុន្តែដោះស្រាយតាមរយៈការចរចាហើយការចរចានោះត្រូវឈរលើផលប្រយោជន៍រុស្ស៊ីមិនមែនឈរលើផលប្រយោជន៍ខាងប្រចាំលោកទេបាទស្របពេលដែលលោកខាងលិចកំពុងតែដាក់ទណ្ឌកម្មនិងបានអនុវត្តនៅទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះរុស្ស៊ីនេះយើងក៏បានមើលឃើញថាលោកខាងលិចក៏កំពុងតែជួបប្រឈមនឹងការលំបាកជាច្រើនដោយសារតែបញ្ហាដោយសារតែទង្វើដែលបានធ្វើទៅលើរុស្ស៊ីនេះដូចគ្នាជារួមតើលោកខាងលិចគេអាចនឹងធ្វើយ៉ាងណាទៀតពីព្រោះថាបើដាក់សម្ពាធកាន់តែខ្លាំងទៅលើរុស្ស៊ីវាក៏អាចជាសម្ពាធទៅលើលោកខាងលិចខ្លួនឯងវិញដូចគ្នានោះលោករីណាបាទកាលពីចុងសប្តាហ៍មកនេះគឺក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានប្រកាសពីការផ្អាកការផ្គត់ផ្គង់ធម្មពលទៅកាន់ប្រទេសអាល្លឺម៉ង់ហ្នឹងគឺมันមានពេលកំណត់ទេកន្លែងនេះហើយដែលធ្វើឲ្យមានការផ្ទុះកំហឹងដែលបច្ចុប្បន្ននេះគឺការកាត់បន្ថយភាគច្រើននៃការពឹងពាក់លើធម្មពលរបស់រុស្ស៊ីទៅកាន់លោកខាងលិចហ្នឹងគឺជាការដាក់ទណ្ឌកម្មមានតែកាត់បន្ថយជាបន្តបន្ទាប់ហើយក្រោយមកទៀតគឺប្រកាសថាការផ្គត់ផ្គង់ហ្នឹងគឺมันមានពេលកំណត់ទេដោយសារការជួសជុលនេះគឺជាកង្វល់ខ្លាំងដែលបច្ចុប្បន្នខាងអាល្លឺម៉ង់ក្តីខាងលោកខាងលិចទាំងអស់ហ្នឹងគឺបានប្រកាសថាក្រោយពីការវិលុករបស់រុស្ស៊ីលើអ៊ុយក្រែនគិតមកដល់ពេលនេះគឺតម្លៃធម្មពលបានកើនឡើងរហូតដល់ 400% ទៅហើយទំនិញផ្សេងក៏កំពុងកើតឡើងតាមគ្នាដែរតែអតិផរណាហ្នឹងគឺកាន់តែហក់ឡើងខ្ពស់វាប៉ះពាល់ដល់ cost of living របស់ប្រជាពលរដ្ឋមានថាការចំណាយលើជីវភាពប្រចាំថ្ងៃក៏កំពុងប៉ះពាល់ដែរហើយប្រហែលថ្ងៃមុននេះគឺខាងលោកខាងលិចព្យាយាមស្វែងរកមធ្យោបាយរួមដើម្បីទប់ទល់នឹងអតិផរណាហើយទប់ទល់នឹងតម្លៃធម្មពលហក់ឡើងដែលនាំឲ្យកើតវិបត្តិធម្មពលនេះគឺខាងអាល្លឺម៉ង់កាលពីចុងសប្តាហ៍នេះបានប្រកាសកញ្ចប់ថវិកាស្រោចស្រង់ប្រមាណ $64,000 លាន
ដើម្បីជាមធ្យោបាយក្នុងការជួយទប់នៅតម្លៃធម្មពលហក់ឡើងក៏ដូចជាស្បៀងអាហារផ្សេងៗដែលគេចាត់ទុកថាជាការធ្វើអន្តរាគមន៍ទប់តម្លៃប្រេងហក់ឡើងនិងការទប់អតិផរណាហើយប្រទេសដទៃទៀតក៏កំពុងស្វែងរកមធ្យោបាយរួមនៅក្នុងសហភាពអឺរ៉ុបនឹងដែលក្រមនាយកកផ្នែកធម្មពលនឹងក៏បានប្រកាសជាបន្តបន្ទាប់ដែរអំពីវិធានការទប់ស្កាត់នៅពេលដែលរុស្ស៊ីអាចកាត់ផ្តាច់ទាំងស្រុងទៅកាន់លោកខាងលិចទាំងអស់ហ្នឹងគឺតម្រូវការធម្មពលវាកាន់តែហក់ឡើងខ្លាំងហើយនឹងនាំនៅវិបត្តិជាច្រើនទៀតសម្រាប់ពលរដ្ឋដែលរស់នៅក្នុងលោកខាងលិចនិងនៅទូទាំងពិភពលោកវាលែងតែប្រទេសដែលបានទទួលផលប្រយោជន៍ពីការទិញប្រេងរបស់រុស្ស៊ីដូចជាចិនដូចជាឥណ្ឌាឬក៏ប្រទេសដទៃទៀតដែលជាដៃគូរបស់រុស្ស៊ីក្រៅពីនេះគឺផលប៉ះពាល់នៅលោកខាងលិចដោយសារតែចិត្តមិនគេថាការសម្រេចចិត្តប្រឆាំងគ្នាទៅវិញទៅមកនេះនឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែធំនោះបាទយើងនៅបន្តតាមដានអំពីបញ្ហានេះបន្តទៀតអរគុណជម្រាបលាលោករីណាបាទអរគុណទូរទស្សនិកជនឥឡូវនេះយើងក៏លេខទៅមើលព័ត៌មានតាក់ទងទៅនឹងដំណើររបស់ក្រុមការងារអធិការកិច្ចរបស់ទីភ្នាក់ងារធម្មពលអាតូមិកអន្តរជាតិដែលទៅត្រួតពិនិត្យនៅរោងចក្រធម្មពលនុយក្លេអ៊ែរនៅ Zaporizhzhia ឯនោះវិញថាតើរហូតមកដល់ពេលនេះទទួលបានលទ្ធផលត្រឹមកម្រិតណាបន្ទាប់ពីមានការចុះទៅកាលពីសប្តាហ៍មុនកាលពីថ្ងៃប្រហ័សបាទទៅដល់រោងចក្រដែលមានក្តីបារម្ភខ្លាំងនេះប្រទេសនិកជនជុំវិញរឿងនេះយើងមានការជួបរួមបន្ថែមពីលោកចិនសារិមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV ជារួមត្រឹមពេលនេះលោកសារិមតើ IAEA បានបង្ហាញនៅក្តីបារម្ភយ៉ាងណាខ្លះបន្ទាប់ពីបានចុះទៅត្រួតពិនិត្យនៅរោងចក្រធម្មពលនុយក្លេអ៊ែរនេះហើយការងារបន្តទៀតតើក្រុមការងារនេះនឹងធ្វើអ្វីបន្តទៀតនៅទីនោះបាទបើតាមការលើកឡើងរបស់លោក Rafael Grossi ដែលជាប្រធានទីភ្នាក់ងារធម្មពលអាតូមិកអន្តរជាតិ IAEA ហើយដែលបានដឹកនាំក្រុមអ្នកជំនាញផ្នែកធម្មពលទៅកាន់ទីតាំងរោងចក្រធម្មពលនុយក្លេអ៊ែរ Zaporizhzhia ដោយផ្ទាល់បាននិយាយកាលពីថ្ងៃម្សិលមិញនៅក្នុងសន្និសីទកសែតមួយថាទីភ្នាក់ងារធម្មពលអាតូមិកអន្តរជាតិ IAEA មិនទាន់ចេញរបាយការណ៍ជាផ្លូវការរបស់ខ្លួនទេរហូតមកដល់ពេលនេះដោយយ៉ាងហោចណាស់ក៏នៅរងចាំរហូតដល់ចុងសប្តាហ៍ក្រោយដែរដូច្នេះនេះជាការលើកឡើងរបស់លោក Rafael Grossi ដែលបានទៅកាន់ទីតាំងរោងចក្រ Zaporizhzhia នោះផ្ទាល់ហើយលោក Rafael Grossi ក៏បានបញ្ជាក់អំពីក្តីបារម្ភរបស់ខ្លួន3ចំណុចដែរពាក់ព័ន្ធទៅនឹងរោងចក្រធម្មពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននឹងក្រោយពីដំណើរទស្សនកិច្ចប្រមាណម៉ោងនៅក្នុងរោងចក្រនឹងកាលពីសប្តាហ៍មុនទី1គឺលោក Grossi ក៏នៅតែបារម្ភអំពីសុខភាពរបស់ម៉ាស៊ីនប្រតិករទាំង6នៅក្នុងរោងចក្រធម្មពលនុយក្លេអ៊ែរដែលទទួលរងការគំរាមកំហែងដដែលដោយលោកចុះទៅឃើញពិនិត្យឃើញថានៅតាមដំបូលអគារនៅតាមជញ្ជាំងអគារនៅក្នុងទីធ្លានៃរោងចក្រនេះគឺសិតតែមានស្នាមប្រហោងធ្លុះឬក៏បែកបាក់ដោយសារតែការបាញ់គ្រាប់ផ្លោងពីចម្ងាយទាំងខាងរុស្ស៊ីចោទទៅខាងអ៊ុយក្រែនហើយអ៊ុយក្រែនចោទទៅខាងភាគីរុស្ស៊ីប៉ុន្តែការគម្រាមកំហែងជាក់ស្ដែងគឺពិតជាមានការគម្រាមកំហែងមែននៅក្នុងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនចំណុចមួយទៀតអំពីការគម្រាមកំហែងទោះបីជាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញផ្នែកធម្មពលនុយក្លេអ៊ែររបស់ទីភ្នាក់ងារធម្មពលអាតូមិកអន្តរជាតិដែលបានចុះទៅដល់តំណែងហើយការបាញ់គ្រាប់ផ្លោងនិងការប្រយុទ្ធគ្នារវាងកងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែននិងរុស្ស៊ីនៅក្នុងតំបន់ក្បែរខាងឬនៅក្នុងតំបន់ជិតរោងចក្រធម្មពលនុយក្លេអ៊ែរនឹងមែនទែនក៏នៅតែមានលេចលឺស្នូកំភ្លើងហើយក៏មានការបាញ់ប្រយុទ្ធគ្នានឹងយ៉ាងក្តៅកគុកដដែលនៅក្នុងតំបន់ហ្នឹងដែលអាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់រោងចក្រធម្មពលនុយក្លេអ៊ែរចំណុចទី3លោក Rafael Grossi បានបញ្ជាក់ថានៅពេលនេះគឺអ្នកជំនាញរបស់ខាងទីភ្នាក់ងារធម្មពលអាតូមិកអន្តរជាតិនឹងគឺចង់រក្សាបុគ្គលិករបស់ខ្លួនអ្នកជំនាញរបស់ខ្លួន2រូបនៅនឹងដែលនេះជាអ្វីដែលខាងអង្គការសហប្រជាជាតិចង់បានជាអ្វីដែលទីភ្នាក់ងារធម្មពលអាតូមិកអន្តរជាតិនឹងចង់បានពីព្រោះ
ដំណើរទស្សនកិច្ចរបស់មន្ត្រីជំនាញ14នាក់បានធ្វើដំណើរទៅក្នុងរយៈពេលតែមួយថ្ងៃទេនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរសាប៉ូរីសាភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននឹងហើយក៏ចាកចេញពីរោងចក្រថាមពលនឹងវិញនៅថ្ងៃក្នុងរយៈពេលមួយថ្ងៃទេដោយបន្សល់ទុក5នាក់ឲ្យនៅនឹងប៉ុន្តែ5នាក់នឹងមិនទាន់ចាកចេញទេហើយទីភ្នាក់ងារថាមពលទូមិចអន្តរជាតិនឹងចង់មានការសម្របសម្រួលទាំងខាងភាគីរបស់អ៊ុយក្រែនហើយនិងខាងរុស្ស៊ីនឹងចង់រក្សាតែ2នាក់ទេនៅនឹងគឺរក្សាអ្នកជំនាញតែ2នាក់ទេនៅនឹងដើម្បីតាមដានអំពីបញ្ហាដែលកើតឡើងនានានៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនេះផ្ទាល់ពីព្រោះរោងចក្រថាមពលនុយក្លេអ៊ែរសាប៉ូរីសានឹងជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេនៅក្នុងតំបន់អឺរ៉ុបហើយរោងចក្រនេះមានម៉ាស៊ីនប្រតិករ reactor នឹង6ប៉ុន្តែរហូតមកដល់ពេលនេះ4បានបិទដំណើរការហើយនៅសល់តែ2ទេមានម៉ាស៊ីនប្រតិករតែ2ទេដែលកំពុងដំណើរការប៉ុន្តែទោះបីជាដំណើរការតែ2ក៏ដោយក៏មានការគម្រាមកំហែងដែរដែលទីភ្នាក់ងារថាមពលតូមិចនឹងចេញរបាយការណ៍លម្អិតនៅចុងសប្តាហ៍ក្រោយហើយចេតនាពិតប្រាកដរបស់ IAEA គឺចង់រក្សាអ្នកជំនាញ2រូបឲ្យនៅជាអចិន្ត្រៃយ៍នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនឹងតែម្ដងបាទជុំវិញកិច្ចការដែល IAEA កំពុងធ្វើនៅពេលនេះទាំងខាងរុស្ស៊ីនិងអ៊ុយក្រែនមិនបានលើកឡើងយ៉ាងណាខ្លះទៀតទេត្រឹមពេលនេះលោកស្រីបាទចំពោះការលើកឡើងវាខុសគ្នានៅត្រង់ថាខាងភាគីអ៊ុយក្រែនគឺគ្រប់គ្រងចំពោះការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីយ៉ូ គូតារ៉េសដែលចង់ឲ្យតំបន់រោងចក្រថាមពលនុយក្លេអ៊ែរសាប៉ូរីសាទាំងមូលនឹងជាតំបន់គ្មានយោធាដូច្នេះអ៊ុយក្រែនគ្រប់គ្រងហើយចំពោះចំណាត់ការដែលថារក្សាវត្តមានរបស់ក្រមអ្នកជំនាញ2រូបឬច្រើនជាងនេះក៏ដោយរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ឲ្យនៅជាអចិន្ត្រៃយ៍នៅក្នុងរោងចក្រនឹងក៏ខាងភាគីអ៊ុយក្រែនគ្រប់គ្រងដែរមិនតែប៉ុណ្្នឹងទេលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនក៏នៅតែជំរុញឲ្យអន្តរជាតិនឹងដាក់សម្ពាធឲ្យខ្លាំងថែមទៀតទៅលើខាងប្រទេសរុស្ស៊ីហើយនឹងអំពាវនាវរកជំនួយគ្រឿងយុទ្ធោបករណ៍ពីខាងក្រៅដដែលលោកក៏បានបដិញ្ញាថានឹងវាយប្រហារបណ្ដេញកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីនឹងឲ្យទៅស្រុកវិញហើយខាងអ៊ុយក្រែននឹងដណ្ដើមយកមកវិញឲ្យបានតំបន់ភាគខាងត្បូងរហូតដល់តំបន់គ្រីមៀដែលខាងប្រទេសរុស្ស៊ីនឹងធ្វើប្រជាមតិផ្ដាច់ពីអ៊ុយក្រែនកាលពីឆ្នាំ2014កន្លងទៅនោះទៀតចំណែកខាងរុស្ស៊ីបានអះអាងខុសពីនឹងខាងរុស្ស៊ីគឺមិនគ្រប់គ្រងឲ្យអ្នកជំនាញរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនៅជាអចិន្ត្រៃយ៍នៅក្នុងរោងចក្រនឹងទេដោយសារតែខាងរុស្ស៊ីអះអាងថាប្រសិនបើអ្នកជំនាញអន្តរជាតិនៅនឹងវាជាខែលរបស់ខាងអ៊ុយក្រែនដើម្បីវាយប្រហារដោយគ្រាប់ប្លង់សម្ដៅទៅលើរោងចក្រថាមពលនុយក្លេអ៊ែរហើយដាក់បន្ទុកទៅលើខាងប្រទេសរុស្ស៊ីពីព្រោះនៅពេលបច្ចុប្បន្ននេះទីតាំងក្បែរខាងរួមទាំងទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរសាប៉ូរីសានឹងគឺត្រូវបានគ្រប់គ្រងដោយកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីអញ្ចឹងប្រសិនបើមានហានិភ័យណាមួយកើតឡើងនៅក្នុងរោងចក្រនេះឬក៏ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ក្រុមអ្នកជំនាញនោះខាងអ៊ុយក្រែននឹងទម្លាក់កំហុសមកខាងរុស្ស៊ីហើយរុស្ស៊ីពិបាកនឹងការពារពីព្រោះសូម្បីតែការពិសាបដាមមុនក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ទាំង10នាក់ជាងដែលធ្វើដំណើរទៅកាន់រោងចក្រសាប៉ូរីសានឹងក៏ស្ថិតនៅក្រោមការគាំពៀនិងរក្សាសន្តិសុខខាងកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីដែរដូច្នេះរុស្ស៊ីមានការលំបាកខ្លាំងក្នុងការថែទាំថែរក្សាសន្តិសុខរបស់ក្រមមន្ត្រីអ្នកជំនាញរបស់ IAEA អញ្ចឹងខាងរុស្ស៊ីមិនគ្រប់គ្រងឲ្យ IAEA នៅជាអចិន្ត្រៃយ៍នៅក្នុងរោងចក្រនឹងទេដោយបារម្ភខ្លាចអ៊ុយក្រែននឹងវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរនឹងហើយទម្លាក់កំហុសទៅខាងប្រទេសរុស្ស៊ីនឹងបាទសូមអរគុណលោកសេរីមយើងនៅបន្តតាមដានអំពីស្ថានភាពនៅអ៊ុយក្រែននេះបន្តទៀតដោយសារតែសង្គ្រាមនៅតែបន្តអូសបន្លាយជំរាបលាបាទអរគុណជាសំងាកមកជម្រាបពីព័ត៌មានអន្តរជាតិវិញដោយផ្ដើមចេញពីការបិទបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី
ប៉ះពាល់ផ្ទាល់ខ្លាំងជាងគេបន្ទាប់ពីរុស្ស៊ីបានប្រកាសបន្តបិទបំពង់បង្ហូរឧស្ម័ន Nord Stream 1 នៅថ្ងៃសៅរ៍ទី3 ខែកញ្ញាអាល្លឺម៉ង់ចង់ឲ្យសើរើឡើងវិញគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នដែលតចេញពីទឹកដីអេស្ប៉ាញចូលទៅក្នុងប្រទេសបារាំងអេស្ប៉ាញដែលនាំចូលឧស្ម័នអាល់ហ្សេរីនិងជាកន្លែងទទួលស្តុកឧស្ម័នធម្មជាតិពង្រាយនាំចូលពីអាមេរិកកាតានិងនីហ្សេរីយ៉ាបានឯកភាពជាមួយអាល្លឺម៉ង់ក៏ប៉ុន្តែមកត្រូវស្ទះដោយសារតែជំហរប្រឆាំងរបស់ភាគីបារាំងលបអត់បន្តដោយឈៀងបុផាក្រុមហ៊ុនរុស្ស៊ី Gazprom មិនបានបើកបង្ហូរបំពង់ឧស្ម័ន Nord Stream 1 នៅថ្ងៃសៅរ៍ទៅតាមការសន្យារបស់ខ្លួននៅក្នុងហេតុផលថាមានលេចហូរប្រេងនៅក្នុងបំពង់ទូប៊ីនដោយលែងជឿជាក់ទៅលើរុស្ស៊ីតទៅទៀតដែលរងការចាប់ប្រកាន់ថាបានយកប្រេងហើយនឹងឧស្ម័នមកធ្វើជាអាវុធធ្វើសង្គ្រាមសហភាពអឺរ៉ុបជាពិសេសអាល្លឺម៉ង់តែម្ដងដែលពឹងផ្អែកខ្លាំងជាងគេទៅលើថាមពលរុស្ស៊ីកំពុងតែស្វែងរកប្រភពផ្គត់ផ្គង់ថ្មីនេះប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានលើកឡើងជាញយដងពីជំហរគាំទ្ររបស់អាល្លឺម៉ង់សម្រាប់គម្រោងសាងសង់បំពង់បង្ហូរឧស្ម័នពីអេស្ប៉ាញទៅបារាំងដែលមានឈ្មោះថា Midgard បង្កើតឡើងនៅឆ្នាំ2019គម្រោង Midgard ផ្ដោតទៅលើការសាងសង់បំពង់បង្ហូរឧស្ម័នប្រវែង190គីឡូម៉ែត្រដែលតភ្ជាប់ពីខេត្តកាតាឡូញរបស់អេស្ប៉ាញទៅខេត្តបារាំងភាគខាងត្បូងអេស្ប៉ាញមានគម្រោងប្រើបំពង់បង្ហូរឧស្ម័ន Midgard នេះសម្រាប់បញ្ជូនឧស្ម័នដែលនាំចូលមកពីអាល់ហ្សេរីហើយនិងឧស្ម័នធម្មជាតិពង្រាយផ្សេងទៀតដែលទិញនាំយកចូលពីប្រទេសកាតាហើយនិងអាមេរិកទៅកាន់បណ្ដាប្រទេសនៅភាគខាងជើងអឺរ៉ុបដូចជាអាល្លឺម៉ង់ជាដើមក៏ប៉ុន្តែគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Midgard ត្រូវបានកប់ចោលទៅវិញនៅឆ្នាំ2019ដោយសារតែភាគីបារាំងដែលជាភាគីពាក់ព័ន្ធនោះបានប្រឆាំងនៅក្នុងហេតុផលថាគម្រោងការ Midgard មិនសូវផ្ដល់ប្រយោជន៍ច្រើនដល់បារាំងក៏ប៉ុន្តែផ្ទុយទៅវិញគឺបានប៉ះពាល់ដល់ធ្ងន់ធ្ងរបំផុតដល់ផ្នែកបរិស្ថាននៅក្នុងទឹកដីបារាំងអេស្ប៉ាញគឺបានលើកយកហេតុផលសង្គ្រាមអ៊ុយក្រែនថាជាអ្នកធ្វើឲ្យស្ថានភាពប្រែប្រួលខុសពីមុនបន្ទាប់ពីរុស្ស៊ីផ្អាកបិទបំពង់បង្ហូរឧស្ម័នមួយលើកជាពីរលើកអេស្ប៉ាញគឺចង់បញ្ចុះសហភាពអឺរ៉ុបទាំងមូលឲ្យដាក់សម្ពាធទៅលើរដ្ឋាភិបាលបារាំងដើម្បីសើរឹងឡើងវិញគម្រោង Midgard នៅក្នុងទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំងកាលពីសប្តាហ៍មុននាយករដ្ឋមន្ត្រីអេស្ប៉ាញគឺបានទទួលការគាំទ្រពីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Olaf Scholz ដែលសង្កត់ធ្ងន់ថាពេលនេះគេកំពុងតែខ្សត់ខ្វះឧស្ម័នខ្លាំងមែនទែននៅថ្ងៃសៅរ៍ម្សិលមិញរដ្ឋមន្ត្រីបារាំងលោក Bruno Le Maire បានបញ្ជាក់សារជាថ្មីថាគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នពីអេស្ប៉ាញទៅបារាំងមិនមែនជាអត្ថភាពនោះទេម្យ៉ាងសម្រាប់ភាគីបារាំងគម្រោង Midgard ដែលត្រូវការពេលវេលាសាងសង់ពី5ទៅ10ឆ្នាំនឹងមិនអាចជួយដោះស្រាយវិបត្តិថាមពលដែលកើតឡើងដោយសារតែសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះទេក្រុមហ៊ុនឧស្ម័នរុស្ស៊ី Gazprom បានប្រកាសក្នុងថ្ងៃសៅរ៍ម្សិលមិញនេះថាការបញ្ជូនឧស្ម័នទៅអឺរ៉ុបនឹងធ្វើឡើងតាមបំពង់បង្ហូរទៅក្នុងទឹកដីអ៊ុយក្រែនមូលហេតុគឺមកពីបំពង់បង្ហូរឧស្ម័ន Nord Stream 1 នៅមិនទាន់អាចបើកឲ្យដំណើរការវិញបាននៅឡើយទេការបន្តបិទ Nord Stream 1 នេះបានបង្កឲ្យប្រទេសអឺរ៉ុបខ្លះបារម្ភពីការខ្វះឧស្ម័នជាពិសេសអាល្លឺម៉ង់ដែលបានលើឧស្ម័នរុស្ស៊ីច្រើនជាងគេលោក Francis Perrang អ្នកជំនាញបារាំងផ្នែកធម្មពលបានមើលឃើញថាការដែលរុស្ស៊ីបន្តបិទបំពង់ឧស្ម័ន Nord Stream 1 ជាការលំបាកមួយសម្រាប់អឺរ៉ុបប៉ុន្តែលោកថានេះជាយុទ្ធសាស្ត្រមួយដែលរុស្ស៊ីបានប្រើក្នុងគោលដៅបំបែកបំបាក់សហភាពអឺរ៉ុបយើងស្ដាប់អ្នកជំនាញលោក Francis Perrang ប្រែសម្រួលដោយគួចគុនធីរ៉ាC'est un coup dur que le Nord Stream 1 ne soit pas à nouveau en fonctionnement, mais cela ne veut pas dire qu'il n'y a plus du tout de វាជារឿងលំបាកមួយដែលបំពង់បង្ហូរឧស្ម័ន Nord Stream 1 នៅមិនទាន់បានដាក់ឲ្យដំណើរការជាថ្មីតែនេះមិនមែនមានន័យថាគ្មានការបញ្ជូនឧស្ម័នរុស្ស៊ីទៅឲ្យអឺរ៉ុបនោះទេគឺនៅតែមានគ្រាន់តែថាមានតិចដូច្នេះយុទ្ធសាស្ត្រដែលរុស្ស៊ីនិងក្រុមហ៊ុន Gazprom បានបន្តប្រើនារយៈពេលប្រមាណសប្តាហ៍ចុងក្រោយនេះគឺមិនមែនសម្ដៅបិទរ៉ូប៊ីណេឧស្ម័នទាំងស្រុងនោះទេយុទ្ធសាស្ត្ររបស់រុស្ស៊ីនិង Gazprom គឺបិទរ៉ូប៊ីណេឧស្ម័នច្រើនជុំដើម្បីឲ្យឧស្ម័នចេញកាន់តែតិចមានកំណត់សម្គាល់ចំនួន2ដែលគេអាចទាញបានពីយុទ្ធសាស្ត្រដែលរុស្ស៊ីនិង Gazprom កំពុងប្រើនេះទី1ក្នុងផ្លូវសេដ្ឋកិច្ចមានន័យថាបើគេបញ្ជូនឧស្ម័នតិចឲ្យអឺរ៉ុបទីផ្សារឧស្ម័ននៅក្នុងប្រទេសអឺរ៉ុបនីមួយៗនឹងមានភាពរំជើបរំជួល
ហើយភាពរំជើបរំជួលនេះនឹងធ្វើឲ្យតម្លៃអូស្មန်ឡើងថ្លៃខ្ពស់និងទី2ក្នុងផ្លូវភូមិសាស្ត្រនយោបាយមានន័យថាការបិទរ៉ូប៊ីណេអូស្មန်មួយជុំបន្ថែមទៀតបង្កឲ្យមានភាពជ្រួលច្របល់នៅផ្ទៃក្នុងសហភាពអឺរ៉ុបនៅក្នុងករណីនេះលទ្ធផលដែលរុស្ស៊ីសង្ឃឹមទទួលបានត្រឡប់វិញគឺការបំបែកបំបាក់សាមគ្គីភាពរបស់សហភាពអឺរ៉ុបនៅក្នុងការគ្រប់គ្រងអ៊ុយក្រែននិងនៅក្នុងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ីហើយនៅក្នុងរយៈពេលខ្លីនិងរយៈពេលវែងមានប្រទេសអឺរ៉ុបខ្លះអាចនឹងនិយាយថាចូលអស់លោកស្ដាប់អឺរ៉ុបមិនអាចបន្តធ្វើដោយសពថ្ងៃទៀតបានទេវាជារឿងធ្ងន់ធ្ងរណាស់បន្ទាប់មកវាអាចនឹងមានប្រទេសអឺរ៉ុបខ្លះផ្ដើមងាករករុស្ស៊ីនិង Gazprom ស្ដីពីរឿងអូស្មန် quand même reprendre langue avec Moscou avec Gazprom sur les questions gazières ចិននឹងរកគ្រប់មធ្យោបាយដើម្បីប្រឆាំងផែនការលូកអាវុធរបស់អាមេរិកទៅតៃវ៉ាន់នេះតាមការបញ្ជាក់ពីអ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកអ្នកនាំពាក្យដដែលបានបន្ថែមថាសហរដ្ឋអាមេរិកបានចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដែលធ្វើឲ្យប៉ះពាល់ទៅដល់សន្តិភាពនិងស្ថិរភាពច្រកសមុទ្រតៃវ៉ាន់ដូច្នេះអាមេរិកត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ប្រទេសចិនបានចេញការព្រមានទៅសហរដ្ឋអាមេរិកថាខ្លួននឹងចាត់វិធានការតបតបន្ទាប់ពីរដ្ឋបាលរបស់លោកโจ Biden បានអនុម័តទៅលើផែនការលក់អាវុធបន្ថែមឲ្យតៃវ៉ាន់មានតម្លៃរហូតដល់ទៅជាង1កណ្ដោសញ្ញា$1000 លានអាមេរិកអ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកលោកលីវប៉េយូបានបញ្ជាក់ថាប្រទេសចិនប្រឆាំងដាច់ខាតចំពោះការលក់អាវុធនេះដែលវាធ្វើឲ្យខូចដល់ទំនាក់ទំនងចិនអាមេរិកប៉ះពាល់សន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់លោកបានអំពាវនាវឲ្យទីក្រុង Washington លុបចោលជាបន្ទាន់នៅផែនការលក់អាវុធរបស់ពួកគេអ្នកនាំពាក្យស្ថានទូតចិនបានលើកឡើងដូចនេះនៅលើបណ្ដាញ Twitter បន្ទាប់ពីរដ្ឋបាលរបស់លោក Biden កាលពីថ្ងៃសុក្របានជូនដំណឹងជាផ្លូវការទៅដល់សភាអំពីការលក់សព្វាវុធដែលបានស្នើឡើងនៅក្នុងនោះរួមមានមីស៊ីលប្រឆាំងទៅនឹងនាវា60ដើមនិងមីស៊ីលវាយប្រហារលើអាកាសប្រមាណជា100ដើមអ្នកនាំពាក្យដដែលថាអាមេរិកបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិននិងបំផ្លាញអធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ចិនដោយលក់អាវុធទៅឲ្យតៃវ៉ាន់វាជាការបញ្ជូនសញ្ញាខុសទៅដល់កងកម្លាំងបំបែកខ្លួនតៃវ៉ាន់និងធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងចិនអាមេរិកសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ដូច្នេះសូមគោរពការបដិញ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយផងព្រោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយបកកុម្មុយនីសចិនបានចាត់ទុកកោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនបើទោះបីជាមិនធ្លាប់បានគ្រប់គ្រងដែនកោះមួយនេះក៏ដោយគណៈបកកុម្មុយនីសចិនក៏ធ្លាប់បានប្រកាសពីការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ផងដែរហើយព្រមានថានឹងឈានដល់ការប្រើកម្លាំងប្រសិនបើចាំបាច់សម្រាប់ក្រសួងការបរទេសអាមេរិកបានអះអាងថាការលក់អាវុធនេះគឺស្របតាមគោលនយោបាយដ៏យូរអង្វែងណាស់មកហើយដែលជាកត្តាផ្ដល់អាវុធការពារដល់កោះតៃវ៉ាន់និងថាជារឿងចាំបាច់សម្រាប់សន្តិសុខរបស់តៃវ៉ាន់តៃវ៉ាន់វិញក៏ស្វាគមន៍យ៉ាងខ្លាំងចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកនិងបានអរគុណទៅដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ការបន្តអនុវត្តការបដិញ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួនចំពោះតៃវ៉ាន់តាមរយៈសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិតៃវ៉ាន់ឲ្យដឹងកាលពីថ្ងៃសៅរ៍ថាឆ្លើយតបទៅនឹងការបង្កហេតុខាងយោធាជាបន្តបន្ទាប់របស់ចិននិងការផ្លាស់ប្ដូរជាឯកតោភាគីនៅក្នុងស្ថានភាពបច្ចុប្បន្នដែលបង្កើតឲ្យមានវិបត្តិតៃវ៉ាន់បដិញ្ញានឹងពង្រឹងសមត្ថភាពឲ្យរឹងមាំបំផុតដើម្បីការពារខ្លួនជាការកត់សម្គាល់នៅក្នុងពេលថ្មីៗនេះតៃវ៉ាន់ក៏បានប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិដ៏សម្បើមរួមទាំងប្រកាសធ្វើទំនើបកម្មយោធាបន្ថែមទៀតគួរជម្រាបថាភាពតានតឹងរវាងអាមេរិកនិងចិនបានកើនឡើងខ្លាំងចាប់តាំងពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីខែមុនប្រទេសចិនបានព្រមានចំពោះដំណើរទស្សនកិច្ចនេះហើយបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតនៅជុំវិញកោះតៃវ៉ាន់ជាច្រើនថ្ងៃផងដែរ